សង្វៀនដូច្នេះពួកគេក៏ដឹងថា Poseidon តំណាងឲ្យព្រះ Poseidon បានញែកទឹកនៅពេលដែលគាត់ចូលមកក្នុងសង្វៀនហើយ Heimdall ណែនាំ Poseidon ជាព្រះដ៏គួរឲ្យខ្លាចបំផុតប៉ុន្តែគាត់ហាក់ដូចជាមិនរំភើបចំពោះការប្រយុទ្ធនោះទេព្រះផ្សេងទៀតខ្លាចគាត់ព្រោះគាត់ជាបងប្រុសរបស់ Zeus ហើយ Gojiro ជិះទូកចូលមកក្នុងសង្វៀន Heimdall ប្រកាសថា Gojiro គឺជាអ្នកគុណដាវដ៏ខ្លាំងបំផុតទោះបីជាគាត់ជាអ្នកចាញ់ក៏ដោយព្រោះគាត់កាន់តែរឹងមាំរាល់ពេលដែលគាត់បានភ្លក់រសជាតិបរាជ័យប៉ុន្តែមនុស្សគិតថា Gojiro មិនមានឱកាសឈ្នះនោះទេហើយពួកគេឆ្ងល់ថាហេតុអ្វីបានជា Hilda មិនជ្រើសយក Musashi Miyamoto ជំនួសវិញព្រោះគាត់ជាអ្នកដែលបានសម្លាប់ Gojiro Gol ដឹងថាមនុស្សកំពុងតែមានអារម្មណ៍មិនស្រួលចិត្តប៉ុន្តែ Hilda បញ្ជាក់ថានាងជឿលើ Gojiro ព្រោះគាត់មិនដែលឈប់វឹកហាត់ឡើយ Gojiro ដកដាវរបស់គាត់ចេញខណៈដែលគាត់ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធហើយបង្កើតជាសម្លេងមុតស្រួចដែលធ្វើឲ្យអ្នកគុនដាវនៅក្នុងសង្វៀនស្លង្កាំងកូនប្រុសរបស់ Musashi គិតថា Gojiro គ្មានអ្វីពិសេសទេប៉ុន្តែ Musashi បានបំផ្លាញសៀវភៅដែលគាត់បានសរសេរហើយបញ្ជាក់ថា Gojiro បានឈានដល់កម្រិតខ្ពស់បំផុតនៃជំនាញដាវហើយ Heimdall ប្រកាសពីការចាប់ផ្ដើមនៃការប្រយុទ្ធហើយ Poseidon និង Gojiro បន្តសម្លឹងមើលគ្នាទៅវិញទៅមកហើយគ្រប់គ្នាឆ្ងល់ថាហេតុអ្វីបានជាពួកគេមិនកម្រើក Hermes ដឹងថា Poseidon កំពុងរងចាំឲ្យ Gojiro ចូលមកចិត្តគាត់ហើយ Gojiro សម័យមើលពីរឿងផ្សេងៗគ្នានៅក្នុងខួរក្បាលរបស់គាត់ប៉ុន្តែគាត់បែរជាបានស្លាប់រាល់ពេលដែលគាត់ព្យាយាមវាយប្រហារ Poseidon Gol ដឹងថា Gojiro ខ្លាចមិនហ៊ានចូលទៅជិត Poseidon ទេហើយ Hilda បង្ហាញថាព្រះខ្លាច Poseidon ដោយសារតែគាត់បានសម្លាប់បងប្រុសរបស់គាត់នៅទឹកដី Olympus នៅក្នុងអតីតកាលមួយយើងឃើញព្រះនៅទឹកដី Olympus ឈ្មោះថា Adamas ដែលគាត់បដិសេធមិនទទួលយកថាប្អូនប្រុសពៅរបស់គាត់ Zeus នោះគឺជាព្រះដ៏ខ្លាំងបំផុតដូច្នេះគាត់ក៏ប្រមូលផ្ដុំកងទ័ពដើម្បីផ្ដួលរលំ Zeus Adamas បានធ្វើដំណើរទៅវិមានរបស់ Poseidon ហើយអញ្ជើញ Poseidon ទៅចូលរួមជាមួយនឹងការបះបោរដែរប៉ុន្តែ Poseidon ហៅ Adamas ថាគួរឲ្យអាណិតដូច្នេះ Adamas ក៏ខឹងហើយទាមទារការគោរពប៉ុន្តែ Poseidon ប្រាប់ Adamas ថាគាត់មិនសមនឹងត្រូវបានគេហៅថាព្រះទេដោយសារតែសកម្មភាពរបស់គាត់ដូច្នេះ Adamas ក៏កាន់តែខឹងហើយក៏ស្ទុះទៅមុខប៉ុន្តែ Poseidon បានចាក់គាត់មុនពេលដែលគាត់អាចធ្វើអ្វីបាន Poseidon ដឹងថា Hermes កំពុងតែមើលគាត់ហើយគាត់ប្រាប់ Hermes ឲ្យសរសេរប្រវត្តិសាស្ត្រឡើងវិញដើម្បីកុំឲ្យនរណាម្នាក់ស្គាល់ Adamas ត្រឡប់មកបច្ចុប្បន្នវិញ Ares បានដឹងអំពីរឿងនេះហើយគាត់មិនចង់ជឿថា Adamas បានស្លាប់ដោយត្រូវតែមួយលំពែងនោះទេប៉ុន្តែ Hermes បញ្យល់ថាវាមិនមែនជាហេតុផលដែលគ្រប់គ្នាខ្លាច Poseidon នោះទេ Hermes និយាយថាគ្មានព្រះណាម្នាក់ជំទាស់ទេនៅពេលដែល Poseidon សម្រាប់ចិត្តសរសេរប្រវត្តិសាស្ត្រឡើងវិញហើយយើងដឹងថាពួកគេទាំងអស់គ្នាខ្លាចមិនហ៊ានប្រឆាំងនឹងគាត់ទេព្រោះគាត់ធ្វើអាកប្បកិរិយាដូចជាគាត់ខ្ពស់ជាងពួកគេទាំងអស់ Gojiro ដឹងថា Poseidon មិនបានមើលមកគាត់ទេហើយគាត់មិនដឹងពីរបៀបវាយប្រហារ Poseidon ឡើយដូច្នេះគាត់ក៏សម្រេចចិត្តអង្គុយចុះហើយរងចាំឲ្យ Poseidon ធ្វើចលនាមុននៅក្នុងអតីតកាលមួយផ្សេងទៀតយើងដឹងថា Gojiro មិនដែលឈ្នះការប្រយុទ្ធណាមួយទេនៅក្នុងជីវិតរបស់គាត់ព្រោះគាត់តែងតែប្រកួតប្រជែងជាមួយនឹងអ្នកដែលខ្លាំងជាងគាត់បានមកដល់យឺតនៅក្នុងសាលាគុនដូច្នេះគ្រូក៏ខឹងហើយគ្រូបានឲ្យដាវមួយទៅគាត់ដោយប្រាប់គាត់ឲ្យប្រើវាដើម្បីការពារខ្លួន Gojiro អាចរៀបរៀងការវាយប្រហារលើកដំបូងបានប៉ុន្តែគ្រូបានវាយអាវុធរបស់គាត់ជ្រុះចេញពីដៃដូច្នេះគាត់ក៏សម្រេចចិត្តចោះចាញ់ហើយគ្រូបានប្រាប់គាត់ថាគាត់អន់ណាស់ព្រោះអ្នកចម្បាំងពិតប្រាកដមិនចោះចាញ់នោះទេមិនថាមានរឿងអ្វីកើតឡើងក៏ដោយឪពុករបស់គ្រូនោះបានប្រាប់គាត់ឲ្យឈប់ខ្ជះខ្ជាយពេលវេលារបស់គាត់លើ Gojiro ព្រោះ Gojiro គ្មានទេពកោសល្យជាមួយនឹងដាវនោះទេហើយគ្រូសាលាគុនឈ្មោះថា Seigen ក៏បានសួរ Gojiro ថាហេតុអ្វីបានជាគាត់ចោះចាញ់លឿនម្ល៉េះដូច្នេះ Gojiro ក៏បញ្យល់ថាវាដោយសារតែគាត់មិនមានឱកាសឈ្នះហើយគ្រប់គ្នាក៏ចំអកឲ្យគាត់ថាគ្មានភាពក្លាហានបន្ទាប់ពីនោះ Gojiro ក៏បានឈប់ទៅសាលាគុនហើយគាត់សង្កេតមើលសត្វនៅក្នុងព្រៃដែលគិតថាគាត់អាចរៀនអាថ៌កំបាំងនៃការប្រយុទ្ធពីពួកវាបានគាត់បើកខានតែម្នាក់ឯងអស់រយៈពេល6ខែហើយគាត់បានត្រឡប់ទៅសាលាគុនវិញដូច្នេះគ្រូក៏សួរគាត់ថាតើគាត់បាត់ទៅណាប៉ុន្តែគ្រូភ្ញាក់ផ្អើលពេលឃើញថា Gojiro ហាក់ដូចជារឹងមាំជាងមុនគ្រូបានបបួល Gojiro ប្រយុទ្ធជាមួយគាត់ប៉ុន្តែ Gojiro បញ្យល់ថាគាត់មិនចាប់អារម្មណ៍ទេព្រោះគាត់បានប្រយុទ្ធជាមួយនឹងគ្រូរាប់រយដងរួចហើយនៅក្នុងខួរក្បាលរបស់គាត់ដូច្នេះគ្រូក៏ខឹងហើយក៏ព្យាយាមវាយប្រហារ Gojiro ប៉ុន្តែភ្លាមៗនោះគ្រូស្រាប់តែសម័យឃើញថាខ្លួនឯងត្រូវបាន Gojiro កាប់ដាច់ជាពីរគាត់ដឹងថាគាត់មិនមែនជាដៃគូនឹង Gojiro ទេដូច្នេះគាត់ក៏សុំចោះចាញ់ភ្លាមៗហើយ Gojiro បានបបួល Seigen ឲ្យប្រយុទ្ធជាមួយនឹងគាត់ដូច្នេះ Seigen ក៏យកដាវឈើមួយហើយបញ្ចេញថាមពលរបស់គាត់ច្រើនឆ្នាំក្រោយមក Seigen បានទៅលេង Gojiro នៅឃ្លាំងមួយហើយយើងបានដឹងថា Seigen បានខ្វាក់ភ្នែកទៅហើយប៉ុន្តែគាត់អាចមានអារម្មណ៍ថា Gojiro បានបាដាច់គាត់រួចទៅហើយព្រោះ Gojiro មិនដែលឈប់វឹកហាត់តែម្នាក់ឯងឡើយ Seigen អញ្ជើញ Gojiro ឲ្យធ្វើជាគ្រូនៅសាលាគុនប៉ុន្តែ Gojiro បាននិយាយថាគាត់នឹងចាក់ចេញឆាប់ៗនេះដើម្បីឲ្យគាត់អាចជួបជាមួយនឹងអ្នកប្រយុទ្ធដែលខ្លាំងជាងគាត់ Gojiro ធ្វើដំណើរជុំវិញប្រទេសខណៈដែលគាត់ប្រកួតប្រជែងជាមួយនឹងអ្នកគុនដាវខ្លាំងបំផុតដែលគាត់អាចរកឃើញហើយគាត់បានចាញ់ពួកគេទាំងអស់ប៉ុន្តែគាត់រៀនពីកំហុសទាំងអស់របស់គាត់ហើយក្លាយទៅជាអ្នកចាញ់ដ៏ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រយើងត្រឡប់មកបច្ចុប្បន្នវិញនៅពេលដែល Gojiro ដឹងថាគាត់ត្រូវការយកឈ្នះ Poseidon ដើម្បីរួចជីវិតពីការប្រយុទ្ធដូច្នេះគាត់ក៏សម្រេចចិត្តប្រឹងប្រែងឲ្យអស់ពីសមត្ថភាពគាត់ស្ទុះទៅរក Poseidon ហើយការវាយប្រហារលើកដំបូងរបស់គាត់បានបរាជ័យដូច្នេះ Poseidon ក៏រៀបនឹងចាក់គាត់ប៉ុន្តែ Gojiro ស្រាប់តែកវីដាវរបស់គាត់ឡើងលើជាមួយនឹងល្បឿនផ្លេកបន្ទោហើយអាចកាត់សក់របស់ Poseidon បានហើ